ព្រះនាងបាត់ខ្លួនក្នុងនគរដ៏មានឥទ្ធិពលនៃម៉ាឌ្រីតហើយនោះជារបៀបដែលវាត្រូវបានធ្វើម៉េចព្រះនាងគ្រាន់តែសំណាងទេលើកនេះព្រះនាងតែព្រះនាងអនុញ្ញាតឲ្យទ្រង់និយាយជាមួយព្រះនាងបែបនេះទេទោះបីជាទ្រង់ជាបងប្អូនជីដូនមួយរបស់ព្រះនាងក៏ដោយបែបហើយឯងមិនអាចជ្រើសរើសក្រុមគ្រួសាររបស់ឯងបានទេយ៉ាងហោចណាស់ឯងអាចជ្រើសរើសមិត្តភក្តិរបស់ឯងបានទ្រង់គ្រាន់តែចំណែនទេបើសិនមិនមែនព្រះនាងទ្រង់មិនអាចស្នងតំណែងបានទេឯងគិតច្រើនពេកហើយព្រះនាងគ្មាននរណាម្នាក់នៅក្នុងនគរនេះអាចឈ្នះព្រះនាងក្នុងការជិះសេះបានទេអូបន្តោងទេខ្ញុំនឹងទៅយកវាដោយខ្លួនឯងឥឡូវនេះយើងអាចនិយាយជាមួយព្រះនាងពីថ្ងៃខួប18ឆ្នាំរបស់ព្រះនាងបានទេនៅសល់តែ5ថ្ងៃទៀតតែប៉ុណ្ណោះខ្ញុំមិនដឹងទេព្រះនាងមានអ្វីខុសមែនទេព្រះនាងព្រះមហាក្សត្រកំពុងរង់ចាំព្រះនាងនៅក្នុងសាលបុត្រសម្លាញ់គឺម្ចាស់ក្សត្រីល្អឥតខ្ចោះបិតាលឿនពេកហើយបិតាចង់ឃើញបុត្រក្រុងបាឡាំងប៉ុន្តែបានហើយបុត្រនឹងត្រូវបានឡើងគ្រងរាជ្យ5ថ្ងៃទៀតនៅពេលបុត្រមានអាយុ18ឆ្នាំ4ថ្ងៃបានកន្លងផុតទៅស្រាប់តែនៅព្រឹកថ្ងៃទី5ព្រះនាងមិននៅក្នុងវាំងទេថាម៉េចនាងត្រូវតែនៅក្នុងវាំងស្វែងរកគ្រប់ទីកន្លែងបងគិតថាទេនោះមិនអាចត្រួយទេម៉ៃមានដំណឹងពីព្រះនាងទេនាងពិតជាមានទំនួលខុសត្រូវណាស់ដែលបាត់ខ្លួនបែបនេះម៉ៃព្រះនាងមិនចង់ខ្លាចជាម្ចាស់សត្វត្រីទេតើនោះជាមូលហេតុដែលនាងចេញទៅទេព្រះនាងមិនដែលធ្វើបែបនេះទេលោកគិតថាមាននរណាម្នាក់ចាប់ជំរិតនាងទេនាងអាចការពារខ្លួនឯងបាននោះគឺជានាងជាសេះរបស់ព្រះនាងហេតុអ្វីបានជាវាត្រឡប់មកវិញតែម្នាក់ឯងនេះព្រះនាងនៅឯណានាងនឹងមិនត្រឡប់មកវិញដោយគ្មានព្រះនាងទេលុះត្រាតែនាងបញ្ជូនវាមកតើមានអ្វីកើតឡើងអូនសម្លាញ់យើងគ្មានជំរើសទេគប់កំណើតទី18គឺយប់នេះយ៉ាងហោចណាស់ឲ្យយើងសួរព្រះម៉ែទេពអប្សររបស់នាងដែរគ្មានពេលទេបងត្រូវតែទៅឥឡូវនេះទេអេនេះព្រះនាងណែឯងនឹងនាំយើងទៅកន្លែងដែលទុកនាងទេតែនេះជាអ្វីចេងមើលអ្វីដែលខ្ញុំរកឃើញបន្តោងរបស់ព្រះនាងបន្តោងសំណាប់របស់នាងមិនត្រឹមតែនាងចូលចិត្តទេបន្តោងនេះគឺជាអំណោយពីព្រះម៉ែទេពអប្សររបស់នាងផងដែរដែលអាចការពារព្រះនាងអំពីអំពើអាក្រក់គ្រប់ប្រភេទមធ្យោបាយតែមួយគត់ដែលបន្តោងនេះអាចបែកពីព្រះនាងបានគឺប្រសិនបើនាងដោះវាចេញដល់ខ្លួនឯងតែប៉ុណ្ណោះវាអាចនឹងធ្លាក់ចុះពេលកំពុងជិះសេះអញ្ចឹងវានឹងមិនត្រូវទុកវាដោយសុវត្ថិភាពក្នុងកេះសេះទេព្រះនាងដាក់វានៅទីនេះព្រះនាងមិនចង់ត្រូវបានការពារអំពីអំពើអាក្រក់ទេឬហេតុអ្វីទោះជាយ៉ាងណាវាច្បាស់ជាតកតងនឹងខួបកំណើតទី18របស់នាងយើងត្រូវតែទៅសួរសុខទុក្ខព្រះម៉ែទេពអប្សររបស់នាងដើម្បីចង់ដឹងមិត្តល្អរបស់កូនខ្ញុំម៉ារីខ្ញុំរកឃើញរបស់នេះនៅក្នុងកែបផ្សេងរបស់នាងព្រះនាងមិនភ្ញាក់ផ្អើលទេពេលខ្លះការទទួលយកអំពើអាក្រក់គឺជាអំពើល្អបំផុតខ្ញុំដឹងថានឹងមានថ្ងៃនេះមកដល់នាងត្រូវតែបង្កើតវាសនារបស់នាងដោយខ្លួនឯងហេតុអ្វីបានជានាងមិនចង់ការពារពីអំពើអាក្រក់ហេតុអ្វីបានជានាងបាត់ខ្លួនចម្លើយទាំងអស់របស់នាងស្ថិតនៅក្នុងហេតុអ្វីរកឲ្យឃើញហេតុអ្វីបានជានាងទៅនោះជាជំនួយដ៏អស្ចារ្យខ្ញុំគិតអញ្ចឹងប្រសិនបើយើងតាមដានរបស់នាងនៅក្នុងវាំងប្រហែលថ្ងៃមុនយើងប្រហែលជានឹងរកឃើញតម្រុយតើអ្នកទាំងអស់គ្នាបានឃើញព្រះនាងចុងក្រោយនៅពេលណាខ្ញុំបានឃើញនាងឆ្លោះជាមួយបងប្អូនជីដូនមួយរបស់នាងម៉ៃអ្នកបានឆ្លោះជាមួយនាងកាលពីយប់មិញមុនពេលនាងបាត់ខ្លួនខ្ញុំបានព្យាយាមខាត់នាងចេញពីផ្លូវខ្ញុំតើព្រះនាងនឹងទៅណានៅពេលយប់បែបនេះព្រះអង្គគ្មានសិន
ខាត់ខ្ញុំទេ បើព្រះនាងទៅខ្ញុំនឹងប្រាប់ព្រះមហាក្សត្រដូច្នេះត្រឡប់ទៅបន្ទប់របស់ព្រះនាងវិញទៅ ព្រះអង្គមិនយល់ទេ ខ្ញុំនិយាយមែនហើយនាងក៏ត្រឡប់ទៅវិញខ្ញុំគ្រាន់តែព្យាយាមការពារនាង តែយើងជឿព្រះអង្គដោយរបៀបណាខ្ញុំជឿគាត់ម៉ៃអាចទៅបានព្រះនាងតើព្រះនាងដឹងទេថាមានអ្វីកើតឡើងចំពោះព្រះនាងម៉ៃគ្មានកំហុសទេទុកចិត្តចុះម៉ារីម្ចាស់ក្សត្រីដឹងអ្វីមួយដែលយើងមិនដឹងអរុនសួស្ដីអ្នកនាងម៉ារីលោកយាយមិននៅទីនោះទេនៅពេលដែលខ្ញុំបានជួបអ្នកបម្រើផ្សេងទៀតនៅក្នុងវាំងប្រហែលជានៅក្នុងសួនច្បារអ្នកនាងតើយាយបានឃើញព្រះនាងចុងក្រោយនៅពេលណាកាលពីយប់មិញខ្ញុំបានឃើញព្រះនាងទៅជាន់ទី3នៃវាំងមើលទៅព្រួយបារម្ភជាន់ទី3ទាំងអស់មានតែបន្ទប់ភ្ញៀវនិងបណ្ណាល័យហើយ មានអ្វីមួយនៅក្នុងបណ្ណាល័យ បណ្ណាល័យ អូព្រះអើយហេតុអ្វីបានជាគេមិនស្វែងរកនៅទីនេះខ្ញុំមិនគិតថានាងចេញទៅបន្ទាប់ពីអានរឿងនិទានទេឬក៏រឿងរបស់អ្នកប្រយុទ្ធដ៏ក្លាហានណាមួយក្នុងសមរភូមិដែលគេនិយាយតគ្នាឬអ្វីមួយផ្សេងទៀត សមរភូមិគេនិយាយតគ្នាពិតណាស់ពុកខ្ញុំប្រាប់កាលពីជាង30ឆ្នាំមុននគរនេះបានប្រឈមមុខនឹងសមរភូមិមួយដែលយើងស្ទើរតែចាញ់ តើវាមានន័យតើតើនឹងការបាត់ខ្លួនរបស់ព្រះនាងហើយប្រសិនបើសមរភូមិដែលគេនិយាយមានមែនតើហេតុអ្វីបានជាយើងមិនដឹងច្រើនអំពីវានាងជាកូនស្រីរដ្ឋមន្ត្រីហើយខ្ញុំជាកូនប្រុសរដ្ឋមន្ត្រីយើងគួរតែដឹង ពិតណាស់ហេតុអ្វីបានជាសមរភូមិនេះជាការសម្ងាត់យ៉ាងនេះ សៀវភៅទាំងអស់នេះមានប្រវត្តិសាស្ត្រទាំងមូលនៃនគររបស់យើងតែយើងចាប់ផ្ដើមពីណា រជ្ជកាលរបស់ស្ដេចបច្ចុប្បន្នដោយសារតែសមរភូមិនោះកាលពី30ឆ្នាំមុនចាំទេ នេះ អ្វីទាំងអស់ត្រូវបានបាត់បង់សត្រូវនៅខាងក្រៅខ្លោងទ្វារនគរស្ដេចអស់សង្ឃឹមកងទ័ពត្រូវការជំនួយបន្ថែមដែលអាចមកពីនគរសម្ព័ន្ធមិត្តផ្សេងទៀត ព្រះអង្គសូមចាក់ចេញពីទីនេះជាមួយម្ចាស់សត្វត្រីខ្ញុំនឹងមិនបោះបង់ចោលកូនចៅរបស់ខ្ញុំទេបើពួកយើងបាត់បង់ព្រះអង្គពួកយើងនឹងបាត់បង់អ្វីៗទាំងអស់ព្រះអង្គម្ចាស់សូមប្រើរូងក្រោមដីសម្ងាត់ទៅរកមិត្តរបស់ព្រះអង្គគឺស្ដេច Wendell សូមព្រះអង្គម្ចាស់ទៅចុះឥឡូវនេះ ស្ដេចបានចាក់ចែងតាមរូងក្រោមដីសម្ងាត់យ៉ាងជ្រៅនៅក្នុងព្រៃគាត់បានប្រឈមមុខនឹងព្យុះដ៏អាក្រក់មួយអត់ទេ Brenda ទីបំផុតព្រះអង្គភ្ញាក់ហើយ តើនាងជានរណា មេធ្មប់ដែលបានបង្កើតព្យុះដាក់ព្រះអង្គ ប្រជាជននគររបស់ខ្ញុំ សមរភូមិនៅតែបន្តប៉ុន្តែព្រះអង្គគ្មានពេលទេឥឡូវនេះព្រះអង្គសម្រេចចិត្តទេខ្ញុំអាចបង្កើតព្យុះមួយទៀតតើខ្ញុំគួរតែបញ្ជូនព្យុះទៅសត្រូវរបស់ព្រះអង្គដើម្បីឲ្យនគរព្រះអង្គឈ្នះទេឬក៏ខ្ញុំគួរតែបញ្ជូនវាទៅក្នុងនគរព្រះអង្គឲ្យបំផ្លាញវាឲ្យអស់ ហេតុអ្វី ម៉ោងកំពុងដើរហើយឥឡូវនេះតើព្រះអង្គចង់ឲ្យខ្ញុំធ្វើអ្វីតើឯងចង់បានអ្វីស្រីឆ្លានបើព្រះអង្គចង់បាននគរព្រះអង្គមកវិញខ្ញុំត្រូវការពីរយ៉ាងទី1ព្រះអង្គត្រូវតែសរសេរកត់ត្រាការពិតថាខ្ញុំបានជួយព្រះអង្គដើម្បីឲ្យប្រជាជនព្រះអង្គដឹងពីបំណុលដែលពួកគេជំពាក់ខ្ញុំហើយបន្ទាប់មកព្រះអង្គត្រូវប្រគល់ព្រះនាងដែលនឹងកើតជាបុត្រីព្រះអង្គ12ឆ្នាំពីឥឡូវនេះនៅពេលព្រះនាងមានអាយុ18ឆ្នាំមិនមែនមួយថ្ងៃមុនទេមិនមែនមួយនាទីក្រោយទេប្រសិនបើព្រះអង្គមិនធ្វើទេព្រះអង្គខ្ញុំនឹងយកជីវិតរបស់អ្នក ហេតុអ្វី ព្រោះខ្ញុំចង់បានអំណាចដែលខ្ញុំត្រូវការវិញ្ញាណរាជវង្សដូច្នេះជ្រើសរើសទៅតើព្រះអង្គចង់ឲ្យខ្ញុំជួយសង្គ្រោះប្រជាជនព្រះអង្គឥឡូវនេះឬអត់ ព្រះអង្គជាក្តីសង្ឃឹមតែមួយគត់របស់យើងជួយខ្ញុំជួយសង្គ្រោះប្រជាជនរបស់ខ្ញុំជួយផង មេធ្មប់បានបញ្ជាព្យុះដ៏ខ្លាំងមួយដែលធ្វើឲ្យសត្រូវរបស់នគរមេទ្រីកត្រូវបានបំផ្លាញទាំងស្រុងហើយមេទ្រីកត្រូវបានបង្កើតឡើងជានគរដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងពិភពលោកដូច្នេះនេះហើយជាមូលហេតុដែលព្រះនាងចាក់ចេញទៅរកមេធ្មប់ហើយជួយស្ដេច នាងប្រកាសជាបានចាក់ចេញតាមរូងក្រោមដីសម្ងាត់ដូចគ្នានាងមិនបានយកបន្តោងនោះទេព្រោះនាងចង់លះបង់ខ្លួនឯងហើយមិនចង់ត្រូវបានការពារ
ព្រោះព្រះនាងត្រូវបានការពារមានន័យថាបិតារបស់នាងត្រូវសោយទីវង្គតតើនេះជាអ្វីម៉ារីបើនាងបានមកដល់ទីនេះហើយសូមកុំទៅមុខទៀតខ្ញុំបដិញ្ញាថានឹងជួយបិតាខ្ញុំហើយបំពេញការសន្យាដែលគាត់បានធ្វើតាំងពីយូរយារណាស់មកហើយមេដាបិតាខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដែលពួកគាត់អាចធ្វើបានដើម្បីការពារខ្ញុំហើយឥឡូវនេះជាវេនរបស់ខ្ញុំដូច្នេះកុំតាមខ្ញុំស្រឡាញ់ពីមិត្តល្អរបស់ឯងដូចជាខ្ញុំនឹងស្ដាប់នាងខ្ញុំនឹងទៅជាមួយនាងអាចនាំផ្លូវបានខ្ញុំកំពុងគិតមេធ្មប់ចង់បានវិញ្ញាណក្សត្រមែនទេចាអញ្ចឹងខ្ញុំក៏ជាវិញ្ញាណក្សត្រដែរខ្ញុំជាបងប្អូនជីដូនមួយរបស់នាងប្រហែលជានាងអាចពិចារណាខ្ញុំជំនួសបានយើងមិនអោយព្រះអង្គធ្វើបែបនោះទេហើយហេតុអ្វីបានជាព្រះអង្គធ្វើរឿងនេះព្រះអង្គមិនទាន់នឹងចូលចិត្តនាងផងទី1ខ្ញុំមិនបានសុំការអនុញ្ញាតពីព្រះនាងទេទី2ខ្ញុំប្រហែលជាមិនចូលចិត្តនាងទេប៉ុន្តែខ្ញុំមិនមែនជាមនុស្សកំសាកទេប្រហែលជាមានវិធីផ្សេងនេះជាកន្លែងដែលព្យុះបានកាត់ឡើងឈប់សិនទឹកអប់សំណប់របស់ព្រះនាងនាងនៅម្ដុំនេះម៉ារីខ្ញុំប្រាប់ឯងហើយថាកុំតាមមកនេះជាការសន្យារបស់បិតាមិនមែនរបស់បុត្រទេត្រឡប់ទៅវិញទៅបិតាទេសន្យានោះគឺខ្ញុំឲ្យតែមេធ្មំទីបំផុតបុត្រីព្រះអង្គទៅហើយព្រះអង្គជាអ្នកទោសខ្ញុំនឹងបានធ្វើជាស្ដេចម៉ែលែងយើងខ្ញុំភ្ញាក់ផ្អើលដែលស្ដេចបញ្ជូននាងមកទីនេះព្រះនាងកងទ័ពបិតាខ្ញុំកំពុងមកដូច្នេះមិនថានាងត្រូវធ្វើអ្វីចំពោះខ្ញុំធ្វើវាឥឡូវនេះកងទ័ពបិតាព្រះនាងមិនអាចប្រៀបបាននឹងខ្ញុំទេប៉ុន្តែខ្ញុំបានរងចាំពេលនេះអស់រយៈពេល30ឆ្នាំហើយខ្ញុំអាចយកវិញ្ញាណបិតានាងនៅថ្ងៃនោះប៉ុន្តែពិធីរបស់ខ្ញុំត្រូវការងារ30ឆ្នាំមានតែនៅពេលដែលវិញ្ញាណក្សត្រឡើងគ្រងរាជ្យក្នុងសតវត្សនេះគឺស្ដេចគ្រូវេទមន្តកាលបះហើយប្រគល់រាជ្យបល្ល័ង្កឲ្យខ្ញុំទើបខ្ញុំខ្លាចជាមេធ្មប់ដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកមកខ្ញុំត្រូវការវិញ្ញាណរបស់អ្នកព្រះនាងមកព្រះនាងកាលវាយនោះខ្ញុំគ្រាន់តែព្យាយាមការពារព្រះនាងទេម៉ារីអរគុណព្រះនាងមានសុវត្ថិភាពហើយយ៉ាងម៉េចដើម្បីឲ្យពិធីមេធ្មប់ទទួលបានជោគជ័យនាងត្រូវការអ្នកដែលមានវិញ្ញាណក្សត្រនៅពេលដែលនាងយកវិញ្ញាណខ្ញុំពិធីរបស់នាងត្រូវបានបំផ្លាញហើយនាងក៏ដូចគ្នាដែរចុះបើមានអ្វីកើតឡើងចំពោះនាងដើម្បីប្រថុយជីវិតខ្ញុំជូនស្ដេចហើយព្រះនាងមានឆន្ទៈប្រថុយជីវិតដើម្បីរក្សាសន្យាវាមានកិត្តិយសណាស់ចុះបើមេធ្មប់ព្យាយាមសងសឹកវិញនាងមិនអីទេពិធីដ៏មានអំណាចបែបនេះมันអាចលើកលែងទោសបានទេនៅពេលដែលវាខុសហើយព្រះអង្គមិនចាំបាច់បារម្ភពីការមិនរក្សាការសន្យាទេមេធ្មប់ដែលអាចបង្កើតព្យុះនិងប្រថុយជីវិតគ្រាន់តែដើម្បីទទួលបានអំណាចបន្ថែមទៀតមិនសមនឹងទទួលបានការអាណិតឡើយព្រោះនាងមិនបានធ្វើល្អនោះទេបុត្រីមេដាបុត្ររកដឹងដោយរបៀបណាបុត្រអាចដឹងថាមេដាបិតានឹងកើតទងសម្រាប់ខួបកំណើត18ឆ្នាំរបស់បុត្រយប់នោះបុត្រលើបិតានិយាយបុត្រសំទោសតែបុត្រអាចដឹងសាច់រឿងខ្លះហើយបន្ទាប់មកបុត្រទៅស្វែងរកនៅបណ្ណាល័យសូមកុំលាក់អីផ្សេងពីបុត្រទៀតអីបិតាសន្យាហើយដូច្នេះស្ដេចនិងព្រះនាងជាមួយមិត្តភក្តិនាងមានសុវត្ថិភាពដោយមេធ្មប់បានបាត់បង់ជារៀងរហូតខ្ញុំគិតថាវាគឺជាការបដិញ្ញាចិត្តរបស់ពួកគេក្នុងការធ្វើតាមសន្យានិងធ្វើរឿងត្រឹមត្រូវដែលទីបំផុតបានជួយសង្គ្រោះពួកគេទាំងអស់គ្នាតើអ្នកគិតយ៉ាងណាដែរ